គ្រាន់តែចូលដល់ទឹកដីកំពតភ្លាមខ្ញុំមានអារម្មណ៍ថាអូអស្ចារ្យមែនទី1គឺខ្ញុំបានឃើញការចុះអាប់នៅផ្នែកម្ខាងផ្លូវនឹងឯងគឺចុះអាប់ខ្លាំងមែនទែនគឺមើលលក្ខណៈមើលមិនឃើញទេណាប៉ុន្តែចុះតែម្ខាងទេចំណែកឯម្ខាងទៀតខ្ញុំក៏បានឃើញភ្នំមួយមើលទៅដូចជាផ្ទាំងគំនូមែនទែនដោយសារក្នុងទូរស័ព្ទអញ្ចឹងមើលទៅដូចមិនសូវស្អាតប៉ុន្តែមើលផ្ទាល់ភ្នែកវិញគឺអូស្អាតមែនទែននៅតាមបណ្ដោយផ្លូវខ្សែមួយអញ្ចឹងណាគឺខ្ញុំឃើញហើយមានអារម្មណ៍ថាអស្ចារ្យមែនទែនស្រុកខ្មែររបស់យើងបន្តមកទៀតខ្ញុំក៏បានធ្វើដំណើរមកតាមផ្លូវជាតិលេខ3រហូតដល់ជិតក្រុងកំពតហើយខ្ញុំក៏បានថតទេសភាពនៅពេលនោះផងដែរហើយថ្ងៃក៏ទើបតែរះដោយសារតែខ្ញុំចេញមកពីព្រឹកម៉ោងប្រហែល7ជាងខ្ញុំក៏បានទៅដល់ទីរួមខេត្តកំពតនឹងឯងបន្ទាប់មកខ្ញុំក៏បានចេញទៅឧទ្យានជាតិព្រះមុនីវង្សបូកគោនឹងឯងពេលដែលធ្វើដំណើរឡើងទៅលើភ្នំបូកគោនឹងឯងយើងក៏គយគន់នៅទេសភាពនិងព្រៃព្រឹក្សានៅតាមដងផ្លូវហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនដែលពិបាកក្នុងការពណ៌នាអញ្ចឹងណាគឺជាចំណងចំណុចចិត្តអ្វីដែលយើងស្រឡាញ់គឺឃើញហើយគឺជាប់ចិត្តចង់ទៅហើយចង់ទៅទៀតអញ្ចឹងជាមួយនឹងទេសភាពព្រៃភ្នំនៅទីនោះផងដែរព្រោះតែភាពអសប្បាយពេកជិះម៉ូតូភ្លេចមើលសាំងម៉ែពាក់កណ្ដាលផ្លូវម៉ូតូចិត្តអស់សាំងរលេងចង់ភ័យថាតើឡើងទៅលើមានសាំងចាក់អត់ដោយសារតែខានឡើងយូរដែរអត់ដឹងថាខាងលើគេមានក្រាសាំងអញ្ចឹងណាហើយក៏ជប់សម្រាប់បន្តិចសិនដោយសារតែយើងជិះឆ្ងាយដែរពីកំពង់ស្ពឺទៅហើយទៅជប់សម្រាប់នៅលើភ្នំបន្តិចដើម្បីឲ្យម៉ូតូយើងវាទៅជាបន្តិចហើយក៏គយគន់ទេសភាពយ៉ាងស្រស់ស្អាតនៅពីលើភ្នំនៅវេលាពេលព្រឹកផងដែរបន្តមកទៀតខ្ញុំក៏បានធ្វើដំណើរមកដល់កន្លែងជាម៉ៅហើយនៅកន្លែងយាម៉ៅនឹងឯងខ្ញុំក៏បានចូលទៅកន្លែងមួយនៅពីមុខយាម៉ៅនឹងឯងគឺមានដំណាក់មួយដែលហៅថាដំណាក់ស្លាខ្មៅដំណាក់នេះគឺធ្វើអំពីថ្មបាយអនិងឈើស្លាខ្មៅនឹងឯងនៅក្នុងឆ្នាំ1936ក៏សាងដំណាក់នេះឡើងគឺសម្រាប់ជាកន្លែងសម្រាប់លំហែកាយរបស់ព្រះបរមកោដ្ឋព្រះបាទនរោត្តមសីហនុនៅក្នុងសម័យសង្គមរាស្ត្រនិយមខ្ញុំក៏ដឹងថាគោលបំណងហេតុអ្វីបានជាគេអត់ធ្វើការជួសជុលឬក៏មើលថែអញ្ចឹងណាគេទុកចោលអញ្ចឹងដើម្បីទុកគាត់ថាជាការចូលទៅមើលកំសាន្តឬក៏ធ្វើអីផ្សេងអញ្ចឹងទៅខ្ញុំអត់ដឹងថាហេតុអ្វីបានជាគេអត់ជួសជុលឬក៏គេអត់សម្អាតឬគេរៀបចំកន្លែងនឹងសាជាថ្មីឬក៏រក្សាទុកវាឲ្យបានល្អអញ្ចឹងណាហើយខ្ញុំក៏បានចូលមើលទៅខាងក្នុងនឹងឃើញមានការគូរូបគូអីលេងពេញមកនឹងឯងខ្ញុំមើលទៅអាគារហ្នឹងក៏វាមានសភាពចាស់ផងដែរហើយនៅកន្លែងហ្នឹងគឺជាកន្លែងលំហែកាយនៅពេលដែលយើងមើលទៅក្រោមទៅគឺមិននឹងឃើញភ្នំបើសិនជាអត់មានព្រៃដុះខាងមុខហ្នឹងណាហើយអាគារនេះគឺចាស់ដែរបាទប៉ុន្តែបើសិនជាមានការថែទាំឬក៏រក្សាទុកឬក៏មានការជួសជុលខ្ញុំជឿថាអាគារមួយនេះនឹងនៅតែល្អប្រសើរជាងមុនបន្តទៀតផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំក៏មិនអាចមិនហ៊ាននិយាយអ្វីនោះដែរបានត្រឹមតែចូលមកទស្សនាហើយមើលអំពីទស្សនវិជ្ជានិងរូបភាពពិតប្រាកដនៅក្នុងអាគារនឹងតែប៉ុណ្ណោះដែលជាអាគារមួយដែលបានសាងសង់នៅក្នុងសម័យសង្គមរាស្ត្រនិយមបន្ទាប់ពីនឹងមកខ្ញុំក៏បានចេញដំណើរទៅមុខបន្តទៀតដើម្បីចូលទៅកាន់ឋានសួគ៌បូកគោចង់ដឹងថានៅក្នុងទីនោះមានអីខ្លះគឺខ្ញុំបានចូលទៅឃើញកន្លែងនេះជាវិមានបូកគោមួយដ៏ធំស្កឹមស្កៃមែនតែនបន្ទាប់មកខ្ញុំក៏បានឡើងទៅលើហើយចូលទៅវត្តសំពៅ5ហើយនៅក្នុងវត្តសំពៅ5នឹងឯងគឺនៅមានព្រះសង្ឃអីនៅនោះទេក៏មានភ្ញៀវចូលទៅទស្សនានៅទីនោះផងដែរមិនមែនសូវជាច្រើនប្រហែលទេគឺគេទៅកន្លែងហ្នឹងដើម្បីបើអ្នកដែលខាងពុទ្ធសាសនាគេទៅដើម្បីគោរពឬក៏ទៅក៏ថ្វាយប្រគេនធ្វើបុណ្យធ្វើអីចឹងណាហើយចំណែកអ្នកទស្សនាខ្លះគាត់ទៅគឺដើម្បីទៅទស្សនានៅទេសភាពពីលើកំពូលភ្នំតែម្ដងដែលអាចមើលឃើញទៅកាន់សមុទ្រនិងវាលដ៏ធំធេងនៅក្នុងទឹកដីប្រទេសខ្មែរផងដែរបន្ទាប់មកនឹងឯងខ្ញុំក៏បានឡើងទៅកាន់កន្លែងវត្តចាស់បាទជាវត្តមួយដែលបានកសាងយូរឆ្នាំមកហើយនៅខាងលើភ្នំនឹងឯងមានទាំងវត្តមានទាំងវិហារខាងកាតូលិកហើយខ្ញុំក៏បានធ្វើដំណើរឡើងទៅមើលថាចង់ដឹងថាតើខាងលើហ្នឹងវាយ៉ាងម៉េចដែរខ្ញុំក៏បានឡើងទៅនឹងឯងឃើញថានៅពីលើហ្នឹងគឺមានទេសភាពស្អាតហើយការសាងសង់អគារសម័យនោះគឺមានអារម្មណ៍ថាចម្លែកមែនទែនគេសាងសង់អំពីដុំថ្មផ្ទាល់តែម្ដងដោយគេយកដុំថ្មហ្នឹងឯងទៅឆ្លាក់ទៅកាត់ឆិតជ្រុងវាជាជ្រុងហើយយកវាមករៀបប្រក់អញ្ចឹងណាហើយដំបូលគេគឺធ្វើពីថ្មទាំងអស់តែម្ដងដូចជាវត្តនេះអីអញ្ចឹងវត្តតូចហ្នឹងគឺធ្វើពីថ្មសុទ្ធទាំងអស់តែម្ដងបាទហើយនៅទេសភាពនៅខាងលើហ្នឹងឯងក៏ស្អាតដែរមានការតុបតែងនិងការដុំថ្មខ្លះដែរបន្ទាប់មកនឹងឯងខ្ញុំក៏បានធ្វើដំណើរទៅផ្នែកខាងក្រោយចង់ដឹងថានៅខាងក្រោយហ្នឹងឯងមានអីគេពេលដែលខ្ញុំចូលទៅនឹងឯងក៏បានងាកទៅខាងឆ្វេងដៃនឹងឯងនៅក្នុងចន្លោះថ្មនឹងឯងក៏មានរូបសំណាក់អីទេហ្នឹងគេដាក់នៅនឹងឯងបន្តមកទៀតខ្ញុំក៏បានធ្វើដំណើរបន្តទៅមុខទៀតហើយនៅទីហ្នឹងក៏មានចេតិយហើយចេតិយនៅពីក្រោយវត្តនឹងផងដែរអត់ថាចេតិយជារបស់អ្នកណានោះទេប៉ុន្តែដឹងថាចេតិយហើយនេះមានបង្គោល4ដែរបង្គោលហ្នឹងសង្ស័យតែបង្គោលភ្លើងឯងបន្ទាប់មកនឹងឯងខ្ញុំក៏បានធ្វើដំណើរចេញទៅខាងក្រោយមើលពីទេសភាពឃើញថាទេសភាពនៅទីនោះអូស្អាតមែនទែនអ្នកនរគ្នាដូចអ្នកនរគ្នាបានឃើ
យនៅក្នុងវីដេអូនឹងចឹងគឺមានអារម្មណ៍ថាតិចហើយថ្ងៃហ្នឹងគឺស្រឡះល្អមែនទែនដោយសារតែពេលព្រឹកហ្នឹងគឺមេឃអត់ភ្លៀងទេអញ្ចឹងគឺមេឃស្រឡះល្អតែម្ដងអញ្ចឹងយើងអាចមើលឃើញសមុទ្រអាចមើលឃើញព្រៃព្រឹក្សាវាលដ៏ធំធេងនៅក្នុងស្រុកខ្មែរបន្ទាប់ពីចុះពីវត្តសំពើ5មកខ្ញុំក៏បានធ្វើដំណើរទៅខាងវិហារកាតូលិកខាងជំនឿខាងព្រះយេស៊ូវគ្រីស្ទហើយនេះគឺជាវិហារខាងកាតូលិកទេនៅក្នុងជំនឿអង្គព្រះយេស៊ូវគ្រីស្ទគឺមាននិកាយពីរធំមួយគេហៅថានិកាយកាតូលិកពីរគេហៅថានិកាយប្រូតេស្តង់កាតូលិកគឺជាជំនឿមួយដែលគេជឿទៅលើនិងគោរពឲ្យតម្លៃទៅលើម៉ារីជាម្ដាយព្រះយេស៊ូវជាជាងព្រះយេស៊ូវហើយចំណែកឯខាងប្រូតេស្តង់គឺគេគោរពលើព្រះយេស៊ូវជាជាងម្ដាយផងព្រះយេស៊ូវនៅក្នុងលោកីនឹងនៅពេលដែលយើងចូលមកដល់ផ្នែកខាងក្នុងនៃវិហារកាតូលិកនឹងឯងទីមួយយើងនឹងឃើញអាសនៈនៅកន្លែងដែលលោកឪចែកចាយពីព្រះបន្ទូលហើយមួយទៀតគឺកន្លែងដែលគ្រិស្តសាសនិកដែលកាន់ខាងកាតូលិកនឹងឯងគឺទៅសំណុំពរអធិដ្ឋានគឺតាមរយៈលោកឪនឹងឯងគឺពួកគាត់អត់មានសិទ្ធិក្នុងការដែលអធិដ្ឋានផ្ទាល់ខ្លួននោះទេគឺគាត់សុំឲ្យលោកឪជាអ្នកអធិដ្ឋានឲ្យអធិដ្ឋានលន់តួអីក៏ដោយអធិដ្ឋានសុំអ្វីក៏ដោយគឺគាត់ទៅប្រាប់លោកឪហើយលោកឪគឺជាអ្នកដែលអធិដ្ឋានបន្តទៅមុខទៀតចំណែកឯអ្នកដែលជឿព្រះយេស៊ូវខាងប្រូតេស្តង់គឺគេមានសិទ្ធិផ្ទាល់ខ្លួនក្នុងការដែលអធិដ្ឋានទៅដោយមិនចាំបាច់ត្រូវការលោកឪនោះទេគឺគេមានសិទ្ធិផ្ទាល់ខ្លួនក្នុងការអធិដ្ឋានទូលអង្វរទូលសុំគឺថាទីកន្លែងគ្រប់ទីកន្លែងប៉ុន្តែខាងកាតូលិកគឺតតែមកព្រះវិហារហើយខាងប្រូតេស្តង់គឺយើងមានសេរីភាពក្នុងការដែលអធិដ្ឋានមានអធិដ្ឋានសុំអធិដ្ឋានលន់តួអធិដ្ឋានការប្រទានពរយើងអធិដ្ឋានផ្សេងគឺខាងប្រូតេស្តង់មានសេរីភាពជាងនៅពេលដែលអ្នកទាំងអស់គ្នាបានមកដល់ព្រះវិហារកាតូលិកនឹងហើយកុំភ្លេចឡើងមកខាងក្រោយគឺអ្នកឃើញភ្នំមួយហើយអ្នកឃើញឡើងមកគឺនឹងឃើញអំពីកំពូលភ្នំហ្នឹងហើយអ្នកអាចឈរមើលពីទេសភាពបានយ៉ាងស្រស់ស្អាតទូលំទូលាយមើលទៅគឺញាក់សាច់មែនតែនហើយសម្រាប់ផ្លូវដើរវិញអ្នកទាំងគ្នាអាចមើលទៅខ្ញុំថតអំពីព្រះវិហារកាតូលិកហ្នឹងមកអ្នកទាំងគ្នាដើរតាមដៃដែលខ្ញុំចង្អុលមកចាំគិនហ្នឹងមកអ្នកទាំងគ្នានឹងឡើងមកដល់កន្លែងហ្នឹងហើយអ្នកទាំងគ្នាអាចថតអំពីរូបភាពស្អាតអាចមើលពីទេសភាពយ៉ាងល្អឯកយ៉ាងល្អមែនទែនស្អាតមែនទែនគឺដូចជាឋានសួគ៌អញ្ចឹងអ្នកទាំងគ្នាដោយសារថ្ងៃហ្នឹងមេឃវាស្រឡះមេឃអត់ភ្លៀងអញ្ចឹងទៅអ្នកទាំងគ្នាអាចមើលឃើញស្រឡះបានខ្ញុំមកកន្លែងហ្នឹងបើពេលខ្លះយើងមកចំពេលថ្ងៃណាភ្លៀងវាចុះអាប់ខ្លាំងអញ្ចឹងយើងឃើញពពកឃើញអាប់មើលទៅបានឆ្ងាយទេអញ្ចឹងបើសិនតែពេលខ្លះយើងមកចំថ្ងៃណាភ្លៀងឬថ្ងៃណាចុះអាប់ខ្លាំងយើងមើលឃើញត្រឹមតែអាប់អសរផ្អោងតែប៉ុណ្ណោះតែបើថ្ងៃខ្លះយើងមកទៅចំថ្ងៃណាស្រឡះគឺយើងអាចមើលឃើញទេសភាពបានឆ្ងាយមែនទែនហើយនេះគឺផ្លូវដែលខ្ញុំចុះមកវិញពីពូលម៉ាញ់ហ្នឹងឯងគឺចុះមកចំកន្លែងពីក្រោយព្រះវិហារនឹងឯងអ្នកគ្នាអាចដើរតាមផ្លូវហ្នឹងមកឡើងបន្តិចមកបើមកដល់ហើយកុំភ្លេចណាបើកុំឲ្យថាអូគេឃើញគេថតស្អាតខ្លួនឯងអត់មានបន្តមកទៀតនៅពេលដែលយើងធ្វើដំណើរចេញពីព្រះវិហារនឹងមកអ្នកទាំងគ្នានឹងឃើញកន្លែងនេះមួយគឺជាកន្លែងកាស៊ីណូចាស់របស់គេអញ្ចឹងណាហើយនៅកន្លែងកាស៊ីណូនឹងឯងអ្នកទាំងគ្នាអាចដើរទៅផ្នែកខាងក្រោយនៅផ្នែកខាងក្រោយនឹងឯងគឺមានទេសភាពស្អាតមែនទែនអ្នកទាំងគ្នាអាចថតរូបអំពីជាមួយនឹងផ្ទះនឹងក៏បានថតរូបជាមួយនឹងទេសភាពក៏បានអ្នកទាំងគ្នាមើលទៅគឺមើលទៅលក្ខណៈថាស្អាតលក្ខណៈផ្ទះចាស់មែនប៉ុន្តែវានៅតែមានសោភ័ណភាពស្អាតអញ្ចឹងណាហើយនៅពេលដែលយើងដើរមកក្រោយមកអ្នកទាំងគ្នានឹងឃើញទេសភាពមិនព្រីភ្នំឯងមើលទេសភាពសមុទ្រហើយនឹងផ្ទៃខាងក្រោមអញ្ចឹងហ្នឹងពពកអីមើលទៅគឺស្អាតមែនទែនអ្នកគ្នាអើយយើងមើលឲ្យត្រជាក់ភ្នែកមែនទែនទោះបីជាថ្ងៃរះក្តៅមែនប៉ុន្តែអ្នកគ្នាមានអារម្មណ៍ថាត្រជាក់ដោយសារតែនៅលើហ្នឹងឯងសម្បូរទៅដោយព្រីភ្នំអញ្ចឹងណាដូច្នេះហើយកុំភ្លេចមកលំហែកាយនៅកន្លែងហ្នឹងផងបើបានជិះកាត់ហើយកុំភ្លេចចូលលេងនៅម្ដុំហ្នឹងផងដែរចេញពីហ្នឹងមកក៏ខ្ញុំក៏ធ្វើដំណើរទៅមើលអាគារដែលជាអាគាររបស់ប្រទេសបារាំងដែលធ្វើហ្នឹងណាគឺអាគារនឹងឯងមានសភាពចាស់ហើយក៏មានមនុស្សទៅលេងនៅទីនឹងផងដែរខ្ញុំអត់បានដឹងអំពីប្រវត្តិអាគារនឹងនោះទេហើយខ្ញុំក៏បានឡើងធ្វើការចូលទៅមើលនៅក្នុងអាគារនឹងថាមានលក្ខណៈបែបម៉េចសភាពបែបម៉េចអញ្ចឹងណាខ្ញុំអត់បានចូលផ្នែកខាងក្រោមទេគឺខ្ញុំឡើងតែផ្នែកខាងលើហើយផ្នែកខាងលើនឹងឯងគឺមានតែមួយខាងទេទាល់ដល់មួយខាងទៀតអត់បានទៅដោយសារតែពេលវេលាយើងរៀងខើចដែរអញ្ចឹងណាហើយអំពីការសាងសង់អាគារនឹងឯងគឺលក្ខណៈប្លែកហើយមើលនៅខាងផ្នែកខាងក្នុងគឺមានអីទេអ្នកគ្នាគឺបែបនឹងឯងគឺលក្ខណៈឃើញតែគេគូអីអញ្ចឹងណាដោយសារតែអាគារចាស់តែកាលណាគេទុកចោលគឺបែបនឹងឯងអ្នកដែលគាត់ជួយចិត្តខាងគូរូបការពិស័យខាងបាញ់ថ្នាំបាញ់រូបអីអញ្ចឹងណាគាត់ទៅគូលេងអីអញ្ចឹងទៅហើយបន្ទប់គឺអានេះផ្ទះបាយផ្ទះអីអញ្ចឹងគឺ
ចោលអស់ហើយគឺគ្មានអ្នកនៅទេគឺជាអាគារចាស់បុរាណទេហើយបន្ទាប់ពីនឹងមកខ្ញុំក៏បានធ្វើដំណើរទៅកន្លែងមួយទៀតហើយនេះគឺជាដំណាក់របស់ព្រះបាទមុនីវង្សដែលមានពីរអាគារបាទអញ្ចឹងតោះឥឡូវយើងចូលទៅមើលនៅក្នុងនឹងទាំងអស់គ្នាថាតើមានលក្ខណៈបែបម៉េចហើយយីរួមទៅអ្នកគ្នាព្រៃស្មៅដោះចិត្តឈឹងខាងអភិរក្សខាងរៀបចំអីគេដូចជាអត់មានការថែរក្សាឬក៏អត់មានការជួសជុលអីនោះទេអញ្ចឹងចង់ដឹងទាំងអស់គ្នាថាតើនៅក្នុងទីនោះមានសភាពយ៉ាងណាម្ដេចអ្នកទាំងគ្នាអាចចូលមើលនៅក្នុងវីដេអូនេះបានបាទនៅក្នុងនោះគឺលក្ខណៈបែបហ្នឹងឯងអ្នកគ្នាគឺមានការខូចខាតច្រើនហើយលក្ខណៈថាដូចជាមិនមានបន្សល់ទុកអីទេគឺមានត្រឹមតែអាគារនឹងឯងប៉ុន្តែអ្នកទាំងគ្នាអាចចូលទៅមើលឬក៏ទស្សនាអំពីការរៀបចំឬក៏ការធ្វើអាគារនឹងឬក៏អ្វីដែលមានផ្លែកៗនៅក្នុងនឹងបន្តទៀតផងដែរជារួមទៅខ្ញុំដើរចូលទៅនឹងគឺម្នាក់ឯងទេអ្នកគ្នាកណ្ដាលថ្ងៃត្រង់កណ្ដាលខែចាស់កាលពីមុនធ្លាប់ជំនាញខ្លាចខ្មោចតែឥឡូវម៉ែអត់រៀនទេមានអត់បានទេមិនអត់រៀនទេអត់បានទេគឺដើរចូលតែម្ដងទោះបីជាអាគារស្ងាត់ជ្ងំនៅកណ្ដាលព្រៃក៏ដោយក៏អត់មានអីទេដើរចូលទៅម្ដងម្នាក់ឯងបាទលក្ខណៈថាចង់ព្រឺដែរហ្នឹងឲ្យតែកន្លែងចាស់យីរួមទៅខ្លាចប៉ុន្តែមិនអីទេការខ្លាចវាជាតែខ្លាចប៉ុន្តែវាមិនមានអីទេគ្រាន់តែយើងត្រូវតែមានការប្រុងប្រយ័ត្នអ្វីដែលខ្ញុំខ្លាចជាងគេគឺខ្លាចសត្វហ្មងបាទខ្ញុំចូលតាមអញ្ចឹងគឺខ្ញុំខ្លាចសត្វជាងគេបាទដូចជាខ្លាចពស់ខ្លាចអីអញ្ចឹងបើតាមពួកវិញ្ញាណពួកអីគឺមិនសូវជាមានបញ្ហានោះទេហើយអ្នកគ្នាអាចមើលស្ថានភាពនៅក្នុងអាគារហ្នឹងទៅដូចជាមិនមានអីទេគឺជាមានការគូររូបអីខាងក្នុងគឺបែកផុកអីទេហើយខ្ញុំក៏មានការឆ្ងល់ខ្លះដែរថាអ្វីអ្នកដែលអភិរក្សឬក៏អ្នកអភិវឌ្ឍនៅខាងលើហ្នឹងគេអាចមានការរៀបចំឬក៏មានការជួសជុលដើម្បីដាក់តាំងទុកនៅវត្ថុអីផ្សេងជាអនុស្សាវរីយ៍នៅក្នុងនឹងអីអញ្ចឹងណាគិតទៅប្រហែលវាគ្រាន់តែជាដំណាក់គេមិនសូវជាខ្វាយខ្វល់ប្រហែលទេដំណាក់ប៉ុន្តែជាដំណាក់របស់ស្ដេចយើងគួរណាតែរក្សាទុកវាឲ្យបានយូរទុកគុណចាស់ចំនួនក្រោយថាណែចំនួនស្ដេចណាអញ្ចឹងណាកាលណាទៅទុកចោលអញ្ចឹងមិនយូរទេវាគង់តែពុកផុយអស់ទេបាទតែកាលណាពុកផុយអស់ទៅបាក់បែកទៅទ្រុឌទ្រោមទៅវាតិចទៀតវាពងទៅបាត់ទេប៉ុន្តែបើសិនជាយើងរក្សាវាទុកវាអាចបានគង់វង្សអញ្ចឹងណាយើងអាចមើលថែវាខ្លះទៅបាទអញ្ចឹងឲ្យខ្ញុំចេញពីអាគារមួយហ្នឹងហើយក៏បានចេញទៅអាគារមួយទៀតផងដែរបាទដើរកាត់ទឹកបន្តិចកាត់ព្រៃបន្តិចបាទរៀងល្អដែរហ្នឹងណាបាទដោយសារវានៅរៀងស្ដុកអញ្ចឹងទៅយើងមិនសូវជាហ៊ានប្រមាណទេបាទអារឿងខ្ញុំខ្លាចជាងគេគឺអារឿងសัตว์នឹងឯងបាទប៉ុន្តែជុំបីយ៉ាងណាក៏ដោយគឺដើរតាមតែផ្លូវគេទៅហើយយើងចូលទៅមើលអាគារនឹងបន្តទៀតហើយនៅកន្លែងហ្នឹងគឺមានលក្ខណៈទឹកហូរដោយសារតែមានភ្លៀងអញ្ចឹងវាទឹកហូរមកពីលើភ្នំអាហ្នឹងវារឿងជំរាលរឿងទៀបជាងអាមួយទៀតខ្ពស់អញ្ចឹងទៅវាហូរមកអញ្ចឹងណាជ្រាបទឹកហើយខ្ញុំក៏បានធ្វើដំណើរចូលទៅកាន់កន្លែងហ្នឹងគឺក៏មិនមានអីដែរគ្រាន់តែឃើញអំពីរូបកណ្ដឹងអាគារចាស់នៅទីនោះផងដែរហើយនៅពេលដែលខ្ញុំបានដើរបែរទៅមកខាងហ្នឹងចង់ផ្អើលជាមួយនឹងបងគាត់នៅ2នាក់បាទគាត់នៅខាងហ្នឹងឯងងាកទៅចង់ផ្អើលហើយណាប្រាប់គេថាសិតតែអត់ខ្លាចប៉ុន្តែដល់ងាកទៅចង់ផ្អើលនិយាយលេងអ្នកគ្នាតាមពិតទៅអត់មានផ្អើលអីទេគឺដោយសារខ្ញុំឮសំឡេងគាត់ស្រាប់ទៅហើយខ្ញុំក៏បានដើរចេញពីហ្នឹងទៅខ្ញុំក៏បានទៅមើលកន្លែងមួយទៀតគឺជាកន្លែងអាហ្នឹងមិនកន្លែងអីគេដំណាក់អីគេអញ្ចឹងណាប៉ុន្តែអាចជាកន្លែងអង្គុយពិសាអីកន្លែងអង្គុយទស្សនាពីទេសភាពនៅទីនោះប្រហែលជាអញ្ចឹងបាទប្រហែលបើថាខ្ញុំអត់ច្បាស់ទេបាទអត់មានឯកសារអីបញ្ជាក់ប្រាប់នៅកន្លែងហ្នឹងទេខ្ញុំក៏មិនបានសាច់ជ្រាវច្រើនគ្រាន់តែឃើញទៅអាចជាការប៉ាន់ស្មានតែប៉ុណ្ណោះយើងអាចអង្គុយគន់មើលទេសភាពព្រៃភ្នំយ៉ាងស្អាតផងដែរអញ្ចឹងបន្ទាប់ពីចេញកន្លែងហ្នឹងមកខ្ញុំក៏បានធ្វើដំណើរទៅកន្លែងមួយទៀតដើម្បីទៅមើលបឹងបូកូបាទគឺជាកន្លែងបឹងបូកូហ្នឹងនៅបឹងបូកូហ្នឹងឯងគឺមានគេទៅទស្សនាដែរនៅទីនោះបាទមានទឹកស្អាតដែរហើយខ្ញុំក៏បានធ្វើការចុះទៅខាងក្រោមស្ពាននៅស្ពានហ្នឹងគឺគេធ្វើលក្ខណៈបង្ហូរទឹកគឺស្អាតមែនទែនបងប្អូនអរគ្នាអ្នកទាំងគ្នាអាចចូលទៅលេងក៏បានប៉ុន្តែអាចនឹងឆ្អាមតិចសារខាងលើនឹងឯងគេចិញ្ចឹមត្រីបាទអញ្ចឹងអាហ្នឹងគឺនៅបឹងនឹងឯងគឺមានមនុស្សទៅចុះថតដែរបាទស្អាតគឺបើសិនជាអ្នកចង់លេងអាចលេងបានអានេះក៏នៅជាខែមិនទាន់មានធ្លាក់ភ្លៀងខ្លាំងតែបើសិនធ្លាក់ភ្លៀងខ្លាំងអាចនឹងទឹកហូរខ្លាំងអញ្ចឹងណាបន្ទាប់មកយើងនៅផ្នែកខាងលើនឹងឯងយើងមានដូចជាបឹងធំមួយបាទនៅខាងលើនឹងឯងហើយមានកន្លែងគេអង្គុយថតហើយមានស្ពានពងទឹកអញ្ចឹងណាដែលអ្នកគ្នាអាចឈរដើរលេងលើនឹងបានដោយតែខ្ញុំបង្ហាញដល់គ្នាអញ្ចឹងគឺអានេះដូចជាធុងស្ពានដូចធ្វើនៅអង្គរវត្តប៉ុន្តែនៅអង្គរវត្តគេលក្ខណៈតែធប់អប់ធុងវាពណ៌សនេះគេពណ៌ខៀវគេធ្វើជាស្ពានដើម្បីដើរនៅលើទឹកអញ្ចឹងទៅហើយនៅកន្លែងហ្នឹងគេចិញ្ចឹមត្រីអ្នកគ្នាអាចទិញចំណីត្រីដើម្បីបាចឲ្យត្រីអញ្ចឹងណាហើយ
ngày nó cứ mình được chơi đấy ngày sầm rạ sang ngày sầm rạ chẳng tới miền nhiều tu sna phong đai bắt đầu pin nâng mau trong cả ban phụ đầm na tại can tật lẹ mũi tiệt cả hai ta bọc vỡ bà chẳng hai tờ bọc vỡ cái mình lũ sầm bọt đôi chỉ pi pon bà này nó nghe trôi tới hai là chọn bông này nghe trôi tới cứ mình toàn miền tật lẹ it còn từ miền đông thò nâng tật hồ thò mà đa tại bên nó đôi nó thằng này bạn khơi nơi trong video nâng chẳng ai hay nó tí nâng kia bỏng ram dương ở đầu dương trôi lên tật tê chừng là sao ở đơn tham mua là hạt ấy bạn chỉ kia mình ao lên tật nô tê còn tại cái từ tí nâng kia mình ao dương lên tật nô tê ba chừng cứ một đống nâng cứ thom men tên này đời sao tật hồ trọc phong chẳng ấy nè cứ một trong vinh nâng ai anh nâng con ta chia tầm nặng được này khẳng lờ thế đã hiện tật crom đã hiện khơi nhờ chuột mũi tiệm anh nâng chuột nâng cứ chuột đừng trừ đáy bà chừng vì đã dừng tới nữa khi ai khơi nhờ niệm hai cái có bồng ram dương ở ao dương là thả ao dương lên tật tê mà cái này nứng ở lên tức nhầm chưa tha chỉ ban đa chỉ mình kêu thằng chẳng á đời xa tại mình thom việc cũng tập bè nhầm đào từ thọt nứng cười lẹ khả ta riêng bà đấy đó nghe này cái nơi kia riêng trên đó này đời xa tại nơi mà đom nứng cứ mình thọt bạ chỉ riêng rồi năm chẳng là đến chẳng hai bằng kia mình ao dương lên tức nơi tin nu cái khai dương mình kêu thằng kêu ấy chẳng từ nhóm đào mò thọt nứng cứ mình sẽ hiên cho thọt man tê bà ski đấy bà xa nhóm khai bù đấy chẳng mình sẽ hiên tại bà thổi đào từ một té bà là tầm ngày thọt bà sân chi kê phô phơi cho thật crom tiết bài chỉ là đam bây dương từ cho thọt mới bị crom bị sạn chẳng na tay nhưng mà đăng tha khi miền phơi ở tay bàn tay bà nhom cho mò tắm nắng cứ đôi chị ở miền phơi cho thật crom ấy tiết từ têไปchênh mà tè với những anh của mình phơi một tít đá bàไปnắngก็ตะโคกัดเพลินchẳng na nơi cái chiตะโคตะทะเลchênhปีเลอพนมแต่มาดองกัดตามเพลินนังanh